មនុស្សប្រដែលរកអីខ្លួនឯងได้ឃើញសូម្បីតែខ្សែក្រវ៉ាត់ផ្ទាល់ខ្លួនណាគឺជាបុរសដែលមានសំណាងបំផុតនៅក្នុងជីវិតគូដោយសារតែគាត់ទទួលបានភរិយាម្នាក់ដែលពូកែរៀបចំទុកដាក់អីវ៉ាន់នៅក្នុងផ្ទះមិនថាអីវ៉ាន់កូនឬក៏អីវ៉ាន់ស្វាមីគាត់រៀបចំទុកដាក់បានយ៉ាងល្អបំផុតអញ្ចឹងហើយទើបអ្នកនៅក្នុងផ្ទះនៅពេលដែលរកអីមួយអត់ដែរឃើញគឺតែងតែសួរម្ដាយឬក៏ប្រពន្ធហើយបងដែលមានឧត្តមភរិយាដែលមានអាកប្បកិរិយាបែបហ្នឹងសូមថែរក្សាគាត់ទុកផងភរិយាបែបហ្នឹងគេហៅថាភរិយាដែលទេវតាបានប្រទានឲ្យព្រោះការងារផ្ទះគឺជាការងារដែលសាំញ៉ាំបំផុតហើយអត់មានពេលអត់មានម៉ោងសម្រាកទេបើបងទទួលបានភរិយាបែបនេះដែលបងអាចសួរសំណួរដដែលថាអីវ៉ាន់បងនៅណាអីវ៉ាន់បងនៅណាបានអញ្ចឹងមានន័យថាបងអាចជោគជ័យក្នុងជីវិតបាន 50% ហើយបើមានហើយកុំភ្លេចថែរក្សាគាត់ផងព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានភរិយាឬក៏ឧត្តមស្វាមីម្នាក់ដែលល្អបានទេបាយបាយ